ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានខិតជិតមកដល់នៅក្នុងខេត្តកំពង់ចាមបានរៀបចំហើយសឹងតែ 100% ហើយជាពិសេសនោះបងកំពុងតែរៀបចំ Wi-Fi free សម្រាប់យុវជនយើងដើរលេងនាពេលរដូវចូលឆ្នាំខ្មែរនេះនៅក្នុងមុខសាលាខេត្តកំពង់ចាមយើងឃើញថារៀបចំហើយស្អាតមែនទែនបងប្អូនទាំងអស់គ្នាតែសភាពនៅតាមដងផ្លូវបានរៀបចំអមទៅដោយការតុបតែងយកចិត្តទុកដាក់ដើម្បីឲ្យមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកចូលរួមលេងកម្សាន្តនៅចូលឆ្នាំខ្មែរនេះជាពិសេសយើងឃើញថាការរៀបចំរបស់បងដែលជាអាជ្ញាធរដែលជាការគ្រប់គ្រងនៅក្នុងខេត្តកំពង់ចាមរដ្ឋបាលបានរៀបចំដឹកនាំបានយ៉ាងយកចិត្តទុកដាក់ស្អាតបាតមែនទែនឃើញថាការរៀបចំមួយនេះឃើញថាធ្វើឲ្យមានការចំណាប់អារម្មណ៍ពីសំណាក់បងប្អូនយើងគាំទ្រមកលេងធានាថាឆ្នាំនេះប្រហែលជាមនុស្សមកច្រើនកកកទៀតហើយយើងឃើញថាតាមជាក់ស្ដែងនៃវីដេអូមានពីគ្រប់តំបន់គ្រប់កន្លែងដែលគេត្រូវដាក់រាយឲ្យបងប្អូនយើងមកលេងអញ្ចឹងណាអញ្ចឹងឃើញថាការតបតែងមួយនេះឃើញថាសង្ឃឹមថាបងប្អូនទាំងអស់គ្នាមកចូលរួមកម្សាន្តសប្បាយរីករាយនៅក្នុងខេត្តកំពង់ចាមឲ្យបានមនុស្សកកកហើយឃើញថាពីងគ្រប់សពកន្លែងបាទតបតែងបានស្អាតមែនទែនហើយឃើញថាគួរឲ្យស្ងប់ស្ងាយនៅសមិទ្ធផលមួយនេះដែលបានកើតឡើងនៅក្នុងខេត្តកំពង់ចាមហើយជាពិសេសមួយទៀតយើងឃើញថាខេត្តកំពង់ចាមបានត្រៀមចំលៀសហាលដោយបងប្អូនបានដឹងព័ត៌មានស្រាប់ហើយអញ្ចឹងត្រៀមបាយកកត្រៀមបាយក្តាំងអីហើយមកដើម្បីមកចូលរួមកម្សាន្តសប្បាយរីករាយជាមួយនឹងខេត្តកំពង់ចាមយើងឲ្យបានកកកហើយឃើញថាការរៀបចំបានស្អាតនៅពេលយប់បងប្អូនទាំងគ្នានេះយើងឃើញនៅវីដេអូពេលថ្ងៃហើយខ្ញុំដាក់ឲ្យពេលយប់មើលទៀតឃើញថាស្អាតមែនទែនចឹងចូលរួមទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឲ្យបានសប្បាយរីករាយទាំងអស់ពេលវេលាខិតជិតមកដល់ការរៀបចំបានស្អាតអរគុណមែនទែនបាទទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ចាមអរគុណសន្តិភាពដែលធ្វើឲ្យមានមកដល់សប្តាហ៍ថ្ងៃនេះតែសភាពស្អាតបូករួមទាំងការតុបតែងបានល្អប្រសើរធ្វើឲ្យមានការគ្រប់គ្រងពីសំណាក់មហាជនផ្សេងច្រើនមែនទែនបងប្អូនទាំងគ្នាចង់ឃើញថាកំពង់ចាមកំពុងតែផ្ទុះនៅសមិទ្ធផលល្អស្អាតគួរឲ្យទាក់ទាញចំណាប់អារម្មណ៍នៅក្នុងការដើរលេងចូលឆ្នាំខ្មែរប្រពៃណីជាតិយើងបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមជួយ like ជួយ share វីដេអូមួយនេះដើម្បីទទួលបាននៅវីដេអូផ្សេងទៀតពីខ្ញុំផងដែរហើយមួយទៀតនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាដែលបានមានកម្រងមកលេងក្នុងខេត្តកំពង់ចាមមកចូលរួមសប្បាយទាំងអស់គ្នាចង់ឃើញថាស្អាតការតបតែងបាននេះគឺជាវីដេអូដែលថតពីលើហើយឃើញថាទេសភាពស្អាតមែនទែនក្នុងឆ្នាំនេះគួរឲ្យសប្បាយបងប្អូនទាំងគ្នាអញ្ចឹងទេសភាពដ៏ត្រចង់នេះសង្ឃឹមថាបងប្អូនមកផ្ដិតយករូបភាពយកវីដេអូសប្បាយនាពេលចូលឆ្នាំខ្មែរប្រពៃណីជាតិយើងខាងមុខនេះអញ្ចឹងទេសភាពស្អាតគួរឲ្យគយគន់បាទកន្លែងដើរលេងនៅកំពង់ចាមមានច្រើនដែរបងប្អូនទាំងគ្នាតាក់ទងទៅនឹងមាត់ទន្លេតាក់ទងទៅនឹងកោះប៉ែនតាក់ទងទៅនឹងមុខសាលាខេត្តឬក៏សួនកុមារអីផ្សេងអញ្ចឹងទៅអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចមកចូលរួមឲ្យបានច្រើនកកកសម្រាប់ចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនាពេលខាងមុខនេះអញ្ចឹងបើបានទស្សនាវីដេអូនេះហើយជួយ share តផងបងប្អូនទាំងគ្នាដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតហើយកុំភ្លេច follow ពីខ្ញុំបាទនេះលុចវីដេអូផងដែរចឹងអរគុណដល់អ្នកគ្នាបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ហើយអរគុណទៅដល់បងប្អូនទាំងអស់គ្នាជូនពរសុខសប្បាយនៅក្នុងឆ្នាំថ្មីប្រពៃណីជាតិ